Sạch món bông bồn bờ sân chỉ mình chẳng ngào mình chẳng trà cả đào ấy tế bông bồn ai xạ thơ được biệt mỹ ban bàคือធ្វើបែបរំលីងជាមួយនឹងសកលសក្រីបងប្អូនបាទដូចជាដំបូងឡើយខ្ញុំមានមន់មួយចំហៀងតិចមកពីផ្សារបងប្អូនបាទធ្វើការកាប់ជាកង់ឲ្យល្មមបានហើយបីយើងយកចាប់ផ្ដើមយកទៅបពងវាណាបងប្អូនបាទបន្ទាប់មកដាក់ខ្លាញ់ឲ្យក្តៅល្អហើយចាំដាក់សាច់មន់ចូលបងប្អូនបាទហើយមន់នេះយើងសោះយើងដាក់លាងរួចហើយវាស្ងួតទឹកល្អមកឲ្យបំពងទៅវាខ្ទុះវាខ្ទាតអីណាបាទហើយវិធីការធ្វើនេះក៏វាមិនជាពិបាកអីទេបងប្អូនបាទវាគ្រាន់តែថាវាយូរបន្តិចក្នុងការបំពងតម្រាំតែបានមន់ក្រៀមក្រហមល្អឆ្អិនល្អយើងយកឆាទៅវាស្រួលដែរបាទហើយណាមួយវាវាចោះបាយវាចោះជាមួយនឹងអាភេសជ្ជៈអីណាបងប្អូនវាក្លែមទៅវាត្រូវណាបាទឥឡូវមន់របស់យើងក្រហមល្អបងប្អូនអើយហើយក៏ចាប់ដើមធ្វើការបំពងស្ករសក្រីរំដេងសក្រូចបងប្អូនហើយសសក្រីខ្ញុំហាងវែងបន្តិចខ្ញុំដំឲ្យបែកខ្ញុំហែកជាឲ្យវាហាងស្ដើងដើម្បីបំពងទៅវាឆាប់បានក្រហមហើយឆាប់បានទន់ល្អបន្តមកទៀតខ្ញុំក៏ចាប់ដើមធ្វើការដាក់មើងផ្ទឹមដាក់ម្ទេសឆាបងប្អូនចូលចិត្តហឹរដាក់ច្រើនតិចមកម្ទេសហ្នឹងខ្ញុំឆាចោះឆាឡើងឲ្យបានឈ្ងុយល្អហើយខ្ញុំដាក់អំពិលទុំបន្តិចបងប្អូនបាទហើយក៏អត់ឲ្យជូរខ្លាំងដែរដូចថាធ្វើដាក់អំពិលទុំទៅវាឆ្ងាញ់ហើយដាក់ទឹកជាតិចកុំឲ្យខ្លោចបាទហើយគ្រឿងផ្សំរបស់យើងអត់ច្រើនទេបងប្អូនបាទវាអត់មានហក់តាណាក្រៅពីប៊ីចេងស្ករសអំបិលរ៉ូឌីប្រេងខ្យងហ្នឹងបងប្អូនបាទឆាបានឈ្ងុយបន្តិចល្អហើយខ្ញុំចាប់ដើមចាក់ទឹកសោះចូលទឹកសោះខ្ញុំលាយឲ្យមានរ៉ូឌីមានប្រេងខ្យងមានទឹកស៊ីអ៊ីវទឹកត្រីមានប៊ីចេងស្ករសអញ្ចឹងណាយើងភ្លក់ឲ្យត្រូវសិនចាំបើយើងដាក់មន់យើងឆាទៅត្រឡប់ទៅវាមិនបាច់ចាំភ្លក់ទៀតយើងភ្លក់ល្មមហើយអំពិលដែលខ្ញុំដាក់ហ្នឹងគឺអត់ឲ្យជូរពេកទេឲ្យយ៉ាងល្មមជូរតិចហ្នឹងណាឥឡូវខ្ញុំបានដាក់មន់ចូលបងប្អូនឆាត្រឡប់3 4ត្រឡប់មកដើម្បីឲ្យមន់របស់យើងចូលជាតិជាមួយនឹងគ្រឿងរបស់យើងបើសិនជាស្ងួតទឹកបន្តិចអាចថែមទឹកបន្តិចបានដែរណាប៉ុន្តែខ្ញុំអត់ចង់ឲ្យវាមានប៉ែកខ្ញុំចង់ឲ្យរាងស្ងួតណាអាហ្នឹងយើងក្លែមក៏ត្រូវយើងហូបបាយអីត្រូវទាំងអស់បាទហើយវិធីធ្វើគឺងាយហ្នឹងបងប្អូនបាទតែឆ្ងាញ់បងប្អូនអើយខ្ញុំមកវាយ over ឡើងវិញឡើងហេវបាយទៀតហ្មងណាអានេះយើងជុំអីត្រូវហើយបងប្អូនមុខនេះបាទហើយក្រោយមកទៀតក៏ចាក់ស្ករសក្រីម្ដេងស្លឹកក្រូចឲ្យយើងបានបំពងរួចឲ្យវាចូលជាតិចូលគ្រឿងជាមួយនឹងសាច់មាន់របស់យើងបងប្អូនបាទឥឡូវគឺថាវាបានឆ្អិនល្អចូលជាតិល្អហើយបាទគឺថាជះក្លិនឡើងឈ្ងុយឥឡូវខ្ញុំដាក់គល់សក្រីពីក្រោមនេះយើងធ្វើ style ដូចម្ហូបក្នុងហាងអញ្ចឹងបងប្អូនពេលដែលយើងចូលហាងមកកំងមន់លីងគល់សក្រីអីចឹងត្រូវណាបងប្អូនអរគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាផងដែរបាទបើមានចំណុចខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនជាស្រ័យផងហើយគិតថាល្អអាចសាកធ្វើបានបងប្អូនបាទមុខម្ហូបមួយមុខនេះសូមអរគុណ